ពិធីសង្កេតមនុស្សចិត្តចង្អៀតសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី2ថ្ងៃនេះគឺយើងនិយាយអំពីប្រធានបទថ្មីពាក់ព័ន្ធជាមួយនឹងពិធីសង្កេតមនុស្សចិត្តចង្អៀតការលើកឡើងយកមកនិយាយនៅក្នុងទីនេះគឺដើម្បីឲ្យលោកអ្នកបានសិក្សានិងបានយល់ដឹងឲ្យច្បាស់ស៊ីជម្រៅពីមនុស្សចិត្តចង្អៀតតើពួកគេមានចរិតលក្ខណៈដូចម្ដេចហើយយើងអាចសម្គាល់បានដូចម្ដេចព្រមទាំងមានវិធីការពារខ្លួនផងដែរទីមួយហ្នឹងគឺមនុស្សដែលមានចិត្តចង្អៀតច្រើនតែបដិសេធមិនព្រមស្ដាប់ឬទទួលយកគំនិតច្បងរបស់អ្នកដទៃឡើយដោយពួកគេតែងតែប្រកាន់ភ្ជាប់នៅគំនិតរបស់ខ្លួនជានិច្ចទោះបីជាមានការបកស្រាយដោយមានហេតុផលត្រឹមត្រូវយ៉ាងណាក៏ដោយពួកគេតែងជឿយ៉ាងមុតមមថាអ្វីដែលខ្លួនគិតនឹងធ្វើគឺជាការត្រឹមត្រូវបំផុតហើយតែងតែព្យាយាមបង្ខំអ្នកនៅជុំវិញខ្លួនឲ្យយល់ស្របតាមទស្សនៈរបស់ខ្លួនដោយមិនខ្វល់ពីអារម្មណ៍ឬមុំមើលរបស់អ្នកដទៃទាល់តែសោះ3នៅពេលដែលអ្នកមាននរណាម្នាក់ហ៊ានរិះគន់ឬផ្ដល់មតិស្ថាបនាដើម្បីភាពប្រសើរឡើងពួកគេមិនត្រឹមតែមិនទទួលយកនោះទេថែមទាំងងាយនឹងខឹងសម្បារឬចាត់ទុកអ្នកនោះថាជាសត្រូវភ្លាមដោយគ្មានការគិតពិចារណាឲ្យបានស៊ីជម្រៅ4មនុស្សប្រភេទនេះចូលចិត្តវាតម្លៃនិងកាត់សេចក្តីអ្នកដទៃយ៉ាងរហ័សដោយផ្អែកលើស្តង់ដារតូចចង្អៀតរបស់ខ្លួនឯងដោយមិនបានស្វែងយល់ពីប្រវត្តិកលៈទេសៈឬហេតុផលពិតប្រាកដដែលនៅពីក្រោយទង្វើទាំងនោះឡើយ5ពួកគេច្រើនតែខ្វះការយកចិត្តនិងក្តីមេត្តាចំពោះអ្នកដទៃហើយជារឿយៗតែងតែមានអារម្មណ៍មិនសប្បាយចិត្តឬច្រណែននៅពេលដែលឃើញអ្នកដទៃទទួលបានជោគជ័យព្រមទាំងលួចត្រេកអរនៅក្នុងចិត្តនៅពេលដែលឃើញនរណាម្នាក់ជួបរឿងបរាជ័យ6ការភ័យខ្លាចចំពោះការផ្លាស់ប្ដូរធ្វើឲ្យមនុស្សចិត្តចង្អៀតមិនហ៊ានសាកល្បងរឿងថ្មីមិនព្រមបើកចិត្តរៀនសូត្រពីបទពិសោធន៍ប្លែកហើយសុខចិត្តឃុំខ្លួនឯងនៅក្នុងតំបន់សុខស្រួលដែលធ្វើឲ្យពួកគេមិនអាចអភិវឌ្ឍបានទៅមុខ7ប្រសិនបើយើងមានរឿងរ៉ាវអ្វីមួយដែលកើតឡើងធ្វើឲ្យពួកគេមិនពេញចិត្តពួកគេតែងចងគំនុំទុកក្នុងចិត្តយ៉ាងយូរមិនងាយអភ័យទោសឲ្យអ្នកដទៃហើយតែងតែរំលឹករឿងកំហុសចាស់នោះមកនិយាយជន់កែងជាថ្មីម្ដងទៀតម្ដងហើយម្ដងទៀត8នៅក្នុងរាល់បញ្ហាឬកលៈទេសៈលំបាកក៏ដោយពួកគេតែងតែផ្ដោតសំខាន់នៅលើចំណុចអវិជ្ជមាននិងចូលចិត្តរអ៊ូរទាំបន្ទោសព្រហ្មលិខិតឬទម្លាក់កំហុសទៅលើអ្នកដទៃជាជាងការស្វែងរកដំណោះស្រាយដោយការទទួលខុសត្រូវ9ការប្រស្រ័យតាក់ទងរបស់ពួកគេជាមួយអ្នកដទៃច្រើនតែមានលក្ខណៈរើសអើងដែលពួកគេតែងតែវាស់ស្ទង់តម្លៃរបស់មនុស្សម្នាក់ផ្អែកលើឋានៈតួនាទីឬទ្រព្យសម្បត្តិជាជាងការវាយតម្លៃលើអត្តចរិតនិងសេចក្តីល្អខាងក្នុង10នៅក្នុងការជជែកវែកញែកម្ដងមនុស្សចិត្តចង្អៀតមិនមានគោលបំណងស្វែងរកការពិតឬដំណោះស្រាយរួមទេតែគោលដៅតែមួយគត់របស់ពួកគេគឺត្រូវតែឈ្នះទោះបីជាត្រូវប្រើពាក្យសម្ដីប្រមាថឬលើកយកហេតុផលមិនសមស្របមកតវ៉ាយកឈ្នះចាញ់ក៏ដោយ11មនុស្សដែលមានចិត្តចង្អៀតច្រើនតែមើលរំលងនៅអំពើល្អឬសេចក្តីសប្បុរសដែលអ្នកដទៃបានធ្វើចំពោះខ្លួនកន្លងមកប៉ុន្តែបែរជាចងចាំនិងផ្ដោតសំខាន់ទៅលើកំហុសឆ្គងបន្តិចបន្តួចដែលគេធ្លាប់បានប្រព្រឹត្តទៅវិញដោយមិនចេះអត់ឱន12ពួកគេមានទំនោរចូលចិត្តនិយាយលេងសើចឬចំអកលក់លឿយឲ្យអ្នកដទៃដើម្បីជាការសប្បាយចិត្តរបស់ខ្លួនប៉ុន្តែប្រសិនបើមាននរណាម្នាក់ហ៊ាននិយាយលេងសើចមកកាន់ពួកគេវិញនោះពួកគេនឹងខឹងភ្លាមឬប្រកាន់ទោសអូសដំណើរដោយគ្មានហេតុយកយល់នោះទេ13នៅពេលដែលខ្លួនឯងធ្វើខុសពួកគេកម្រនឹងហ៊ានទទួលស្គាល់ការពិតឬនិយាយពាក្យថាសំទោសចេញពីចិត្តណាស់ផ្ទុយទៅវិញពួកគេតែងតែព្យាយាមរកលេសដោះសារឬបង្វែរសាច់រឿងទម្លាក់កំហុសទៅលើកលៈទេសៈនិងអ្នកដទៃជានិច្ច14នៅក្នុងទំនាក់ទំនងសង្គមឬការធ្វើការជាក្រុមមនុស្សប្រភេទនេះមិនចេះសម្របសម្រួលឬស្វែងរកចំណុចកណ្ដាលឡើយឲ្យទាមទារឲ្យគ្រប់គ្នាត្រូវតែធ្វើតាមចំណង់ចំណូលចិត្តឬទម្លាប់របស់ខ្លួនជាដាច់ខាតទើបពួកគេយល់ព្រមសហការ15ពួកគេចូលចិត្តបន្តបង្អាប់ឬសើចចំអកចំពោះក្តីសម័យនិងគោលដៅរបស់អ្នកដទៃដោយយល់ឃើញថារឿងទាំងនោះជារឿងឥតប្រយោជន៍ឬមិនអាចទៅរួចព្រោះតែខ្លួនឯងគ្មានភាពក្លាហាននិងសមត្ថភាពក្នុងការធ្វើរឿងទាំងអស់នោះដូចគ្នា16ទោះបីជាឃើញអ្នកដទៃកំពុងជួបប្រទះនឹងទុក្ខលំបាកឬបញ្ហាផ្លូវចិត្តយ៉ាងណាក៏ដោយក៏ពួកគេកម្រនឹងបង្ហាញការអាណិតអាសូរព្រមទាំងថែមទាំងប្រៀបធៀបថាបញ្ហាអ្នកដទៃគឺជារឿងតូចតាចបើធៀបទៅនឹងអ្វីដែលខ្លួនឯងធ្លាប់បានឆ្លងកាត់17ការគិតរបស់ពួកគេច្រើនតែមានលក្ខណៈអវិជ្ជមាននិងពោរពេញទៅដោយក្តីសង្ស័យហើយតែងគិតក្នុងផ្លូវអាក្រក់ថារាល់សកម្មភាពឬអំពើរបស់អ្នកដទៃដែលធ្វើមកលើខ្លួនសុទ្ធសឹងតែបង្កប់នូវចេតនាមិនល្អឬចង់បានផលប្រយោជន៍អ្វីមួយពីខ្លួនប៉ុណ្ណោះ18មនុស្សចិត្តចង្អៀតតែងចាត់ទុកបុគ្គលដែលធ្លាប់ធ្វើខុសឬបរាជ័យក្នុងអតីតកាលជាមនុស្សអន់ជារៀងរហូតដោយមិនព្រមផ្ដល់ឱកាសឲ្យពួកគេកែខ្លួនឬទទួលស្គាល់ការពិតថាមនុស្សគ្រប់គ្នាសុទ្ធតែផ្លាស់ប្ដូរនិងកែប្រែឲ្យល្អឡើងវិញបាននោះទេ19
នៅក្នុងរាល់ការសន្ទនាពួកគេចូលចិត្តកាត់ផ្ដាច់សម្ដីអ្នកដទៃនិងដណ្ដើមនិយាយតែពីចំណុចល្អឬរឿងរ៉ាវរបស់ខ្លួនឯងដោយមិនទុកឲ្យអ្នកដទៃឬដៃគូសន្ទនាបានបញ្ចេញមតិឬចែករំលែកពីអារម្មណ៍ពិតរបស់ពួកគេឡើយ20ជារួមមនុស្សដែលមានទស្សនៈនិងចិត្តចង្អៀតច្រើនទៅរស់នៅក្នុងពិភពលោកតូចតាចមួយដែលពោរពេញទៅដោយការត្អូញត្អែរនិងការបន្ទោសអ្នកដទៃដែលមិនព្រមបើកចិត្តទូលាយដើម្បីរៀនសូត្រពីកំហុសខ្លួនឯងនិងអភិវឌ្ឍគុណភាពជីវិតឲ្យកាន់តែប្រសើរជាងមុននោះទេចំណុចខ្លះអាចមិនត្រឹមត្រូវឬគ្រប់មនុស្សទាំងអស់ទេព្រោះមនុស្សម្នាក់ខុសគ្នាមានចរិតលក្ខណៈខុសគ្នាត្រូវត្រិះរិះពិចារណាសិក្សារកហេតុផលដោយខ្លួនឯងបន្ថែមទៀតចុះវិធីការពារខ្លួនពីមនុស្សចិត្តចង្អៀតទី1គឺដើម្បីការពារខ្លួនរឿងដំបូងអ្នកត្រូវធ្វើគឺកំណត់ព្រំដែនផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ដោយមិនអនុញ្ញាតឲ្យពួកគេយកឥទ្ធិពលអវិជ្ជមានឬការគិតតូចចង្អៀតរបស់ពួកគេមកជះឥទ្ធិពលដល់សេចក្តីសុខផ្លូវចិត្តរបស់យើងឡើយ2នៅពេលដែលប្រឈមមុខនឹងការរិះគន់ជាន់ប្លែកការវាយតម្លៃដោយគ្មានហេតុផលពីមនុស្សអស់នេះអ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំឲ្យខឹងសម្បាឬយកសម្ដីប្រៃទាំងនោះមកដាក់ក្នុងចិត្តដោយត្រូវរំលឹកខ្លួនឯងថាវាគ្រាន់តែជាគំនិតមួយជ្រុងដ៏ចង្អៀតរបស់ពួកគេតែប៉ុណ្ណោះ3ជៀសវាងការតូចចិត្តឬការព្យាយាមជជែកវែងញែកដើម្បីយកឈ្នះចាញ់ជាមួយប្រភេទមនុស្សបែបនេះទោះបីជាអ្នកខិតខំបកស្រាយបញ្យល់ដោយមានអំណាងត្រឹមត្រូវយ៉ាងណាក៏ដោយក៏ពួកគេមិនព្រមបើកចិត្តនិងទទួលយកការពិតនោះដែរ4វិធីសាស្ត្រដ៏ល្អបំផុតមួយទៀតគឺការព្យាយាមកាត់បន្ថយពេលវេលានិងកម្រិតនៃការប្រស័យទាក់ទងជាមួយពួកគេឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបានដោយរក្សាត្រឹមតែជាទំនាក់ទំនងទូទៅនិងមិនចាំបាច់ពិភាក្សារឿងរ៉ាវស៊ីជម្រៅឬរឿងផ្ទាល់ខ្លួនឡើយ5កុំចំណាយពេលវេលានិងថាមពលដ៏មានតម្លៃរបស់អ្នកដើម្បីប្រកបចិត្តឬផ្លាស់ប្ដូរការគិតឬអត្តចរិតរបស់មនុស្សចិត្តចង្អៀតឯសោះព្រោះការផ្លាស់ប្ដូរពិតប្រាកដអាចកើតមានឡើងបានលុះត្រាតែបុគ្គលខ្លួនឯងនោះជាអ្នកយល់ដឹងនិងចង់កែប្រែដោយស្ម័គ្រចិត្ត6នៅក្នុងករណីដែលការសន្ទនាចាប់ផ្ដើមឈានចូលរកភាពតានតឹងពួកគេចាប់ផ្ដើមបញ្ចេញអាកប្បកិរិយាឬអើងនិងរឹងរូសអ្នកគួរតែឆ្លៀសវៃក្នុងការបង្វែរសាច់រឿងទៅជជែកពីរឿងផ្សេងឬរកលេសសុំខ្លួនដើរចេញទីនោះដោយសន្តិវិធី7អ្នកត្រូវរក្សាជំហររឹងមាំនិងជឿជាក់លើតម្លៃរបស់ខ្លួនឯងជានិច្ចដោយមិនត្រូវបណ្ដោយឲ្យពាក្យសម្ដីបន្តបង្អាប់ឬការគិតទុតិដ្ឋិនិយមរបស់មនុស្សចិត្តចង្អៀតធ្វើឲ្យអ្នកបាត់បង់ភាពក្លាហានក្នុងការដើរតាមក្តីសម័យនិងគោលដៅជីវិតរបស់អ្នកឡើយ8ទោះបីជាពួកគេមានអាកប្បកិរិយាមិនសមរម្យក៏ដោយអ្នកគួរតែឆ្លើយតបទៅវិញដោយភាពស្ងប់ស្ងាត់និងភាពចាស់ទុំដោយបង្ហាញឲ្យពួកគេឃើញថាអ្នកជាមនុស្សដែលមានចិត្តទូលាយនិងមិនបណ្ដោយឲ្យកំហឹងចូលមកគ្រប់គ្រងសកម្មភាពរបស់អ្នកបានទេ9ការហ៊ុំព័ទ្ធខ្លួនដោយក្រុមមនុស្សដែលមានគំនិតវិជ្ជមានចិត្តទូលាយនិងតែងតែផ្ដល់ការគាំទ្រដល់អ្នកគឺជាខែលការពារដ៏រឹងមាំមួយដែលជួយប៉ះប៉ូវនឹងអារម្មណ៍ហត់នឿយឬថាមពលអវិជ្ជមានដែលអ្នកទទួលបានពីមនុស្សចិត្តចង្អៀត10ចុងក្រោយអ្នកត្រូវរៀនទទួលស្គាល់ការពិតនិងធ្វើចិត្តឲ្យទូលាយក្នុងការយោគយល់ថាមនុស្សម្នាក់ៗមានកម្រិតនៃការយល់ដឹងនិងបទពិសោធន៍ជីវិតខុសគ្នាដូច្នេះមានក្តីមេត្តាចំពោះភាពខ្វះចន្លោះរបស់ពួកគេគឺជាការរំដោះខ្លួនពីភាពស្មុគស្មាញទាំងឡាយសង្កេតមើលគេកុំភ្លេចសង្កេតមើលខ្លួនឯង